9យុទ្ធសាស្ត្រកសាងខ្លួនឲ្យคล้ายជាមនុស្សមានឥទ្ធិពលពិតប្រាកដមិនមែនកើតចេញពីការប្រើអំណាចឬសម្លេងខ្លាំងៗនោះទេប៉ុន្តែវាស្ដែងចេញពីបុគ្គលិកលក្ខណៈចរិតមាយាទនិងរបៀបដែលអ្នកគ្រប់គ្រងពិភពលោកខាងក្នុងរបស់អ្នកដើម្បីក្លាយជាបុគ្គលដែលមានមន្តស្នេហ៍និងមានឥទ្ធិពលអ្នកអាចអនុវត្តតាមគោលការណ៍ទាំង9នេះ 1. ស្ដាប់ឲ្យច្រើននិយាយឲ្យតិច Listen more, speak less ការស្ដាប់គឺជាវិធីដ៏ឆ្លាតវៃបំផុតក្នុងការរៀនសូត្រមនុស្សដែលនិយាយច្រើនពេកតែងតែមានចន្លោះប្រហោងនិងបង្ហាញចំណុចខ្សោយដោយមិនដឹងខ្លួនផ្ទុយទៅវិញការស្ដាប់ជួយឲ្យអ្នកយល់ពីចិត្តសាស្ត្រអ្នកដទៃនិងរក្សាការសម្ងាត់នៃយុទ្ធសាស្ត្ររបស់អ្នកចូលคล้ายជាមនុស្សដែលនិយាយចេញមកម្ដងធ្វើឲ្យគេចង់ផ្ទៀងត្រចៀកស្ដាប់ទី2រក្សាភាពស្ងប់ស្ងាត់ក្នុងគ្រប់ស្ថានភាព Master of Composure មិនថាអ្នកជួបការបរាជ័យការប្រមាថឬការឈឺចាប់ក្នុងស្នេហាចូលកុំត្អូញត្អែឬបង្ហាញភាពទន់ជ្រាយភ្លាមភាពស្ងប់ស្ងាត់គឺជាអំណាចនៅពេលចិត្តអ្នកមានភាពនឹងណអ្នកនឹងអាចមើលឃើញដំណោះស្រាយច្បាស់ជាងអ្នកដទៃភាពស្ងប់ស្ងាត់ក្នុងពេលមានអាសន្នគឺជាសញ្ញានៃអ្នកដឹកនាំដ៏អស្ចារ្យ 3. អភិវឌ្ឍការសង្កេតនិងការពិចារណាស៊ីជម្រៅចូលសង្កេតមើលសកម្មភាពមនុស្សនិងបរិយាកាសជុំវិញខ្លួនដោយយកចិត្តទុកដាក់ការសង្កេតជួយឲ្យអ្នកមើលឃើញនឹងអ្វីដែលមនុស្សដទៃមើលរំលងវានឹងពង្រឹងសមត្ថភាពវិភាគរបស់អ្នកឲ្យកាន់តែមុតស្រួចនិងជួយឲ្យអ្នកវាយតម្លៃស្ថានភាពបានត្រឹមត្រូវបំផុត 4. សិល្បៈនៃការញញឹមនិងការប្រើក្រសែភ្នែកស្នាមញញឹមដែលចេញពីចិត្តនិងការប្រើក្រសែភ្នែកប្រកបដោយទំនុកចិត្តក្នុងពេលសន្ទនាគឺជាអាវុធមន្តស្នេហ៍ដ៏មានឥទ្ធិពលវាបង្ហាញពីភាពស្មោះត្រង់ភាពកក់ក្ដៅនិងភាពជាម្ចាស់ការលើខ្លួនឯងដែលនឹងបើកទ្វារឱកាសនិងបង្កើតទំនាក់ទំនងល្អៗក្នុងសង្គម 5. គិតឲ្យគ្រប់ជ្រុងជ្រោយមុននឹងហើបមាត់ Think before you speakពាក្យសម្ដីដែលខ្វះការពិចារណាអាចក្លាយជាថ្នាំពុលបំផ្លាញខ្លួនឯងមនុស្សមានឥទ្ធិពលមិនប្រែមាត់លឿនជាងខួរក្បាលនោះទេចូលប្រើបញ្ញាដើម្បីចម្រាញ់ពាក្យសម្ដីព្រោះសម្ដីដែលចេញពីការគិតគឺជាសម្ដីដែលមានតម្លៃនិងមានទម្ងន់សម្រាប់អ្នកស្ដាប់ 6. បង្កើនតម្លៃនៃវត្តមានរបស់អ្នកកុំធ្វើខ្លួនឲ្យទំនេរសម្រាប់គ្រប់ការជួបជុំដែលគ្មានប្រយោជន៍ប្រសិនបើអ្នកបង្ហាញខ្លួនគ្រប់កន្លែងតម្លៃរបស់អ្នកនឹងថយចុះចូលផ្ដោតលើការងារអាទិភាពនិងគោលដៅធំៗរបស់អ្នកវត្តមានរបស់អ្នកកាន់តែក្រវាកាន់តែមានតម្លៃ 7. ស្ទាត់ជំនាញភាសាកាយវិការ Master Body Language ឥរិយាបថនៃរាងកាយនិយាយឮជាងសម្ដីការឈរត្រង់ខ្លួនការដើរដោយជឿជាក់និងកាយវិការដែលនឹងណូបង្ហាញពីធម៌ពលខាងក្នុងរបស់អ្នកភាសាកាយវិការដែលល្អធ្វើឲ្យអ្នកដទៃមានអារម្មណ៍កោតក្រែងនិងផ្ដល់ទំនុកចិត្តដល់អ្នកភ្លាមទោះបីអ្នកមិនទាន់បាននិយាយអ្វីក៏ដោយ 8. ផ្ដល់ការគោរពដោយមនុស្សគ្រប់ជាន់ថ្នាក់ Respect for all ឥទ្ធិពលពិតប្រាកដមិនមែនបង្ហាញតាមរយៈការអួតអាងដាក់ញាក់ខ្សោយជាងនោះទេការផ្ដល់តម្លៃដល់មនុស្សគ្រប់គ្នាចាប់តាំងពីបុគ្គលិកអនាម័យសន្តិសុខរហូតដល់អ្នកមានអំណាចបង្ហាញពីគុណធម៌និងភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នកមនុស្សនឹងគោរពអ្នកខ្លាំងបំផុតនៅពេលដែលពួកគេឃើញអ្នកផ្ដល់កិត្តិយសដល់អ្នកដទៃ 9. ធ្វើសកម្មភាពដោយស្ងៀមស្ងាត់កុំដោប្រាប់គេពីគម្រោងការឬភាពជោគជ័យដែលមិនទាន់កើតឡើងចូលធ្វើការដោយស្ងប់ស្ងាត់បំផុតហើយឲ្យលទ្ធផលជាអ្នកប្រកាសភាពជោគជ័យជំនួសអ្នកវិញការរក្សាភាពសម្ងាត់ធ្វើឲ្យគូប្រជែងមិនអាចវាយប្រហារអ្នកបានហើយធ្វើឲ្យជ័យជំនះរបស់អ្នកកាន់តែមានឥទ្ធិពលនិងគួរឲ្យស្ញប់ស្ញែង